បញ្ញវន្តថៃចេញមកទទួលស្គាល់និងដាស់សតិជនជាតិថៃដែលបណ្ដោយឲ្យចលនាជាតិនិយមដឹកជ្រមុះធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចជាតិនិងជីវភាពប្រជាជនថៃខ្លួនឯងនៅក្នុងបទសម្ភាសន៍មួយរបស់លោកវរ្ម័នដែលជាអ្នកនយោបាយជំនាន់ថ្មីជាមួយស្ថានីយទូរទស្សន៍ One HD របស់ថៃលោកបានលើកឡើងពីបញ្ហាដ៏រសើបពាក់ព័ន្ធជាមួយនឹងបញ្ហាទំនាស់កម្ពុជាថៃដោយក្នុងនោះលោកបានលើកឡើងថាបញ្ហានេះបានធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះជាគំហុកខ្ញុំសូមបកប្រែខ្លឹមសារដើមជូនទាំងស្រុងខ្ញុំគិតថាចរន្តនៃការស្រឡាញ់ជាតិហួសហេតុពេកអាចនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះគឺចាប់តាំងពីយើងមានបញ្ហាជាមួយប្រទេសកម្ពុជាមកហើយយើងពិតជាមានបញ្ហាមែនដោយសារតែក្តីស្រឡាញ់ជាតិបូករួមនឹងភាពស្អប់ខ្ពើមនោះយើងបែរជាស្អប់គ្រប់យ៉ាងដែលជាខ្មែររហូតរីករាលដាលដល់ពលករខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃដែលកំពុងជួយរកស៊ីនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងស្អប់រហូតដល់មានចលនាដេញពួកគេចេញពីប្រទេសថៃឲ្យអស់ស្អប់រហូតដល់មិនហ៊ានបន្តកិច្ចសន្យាការងារឲ្យពួកគេព្រោះតែខ្លាចចរន្តស្នេហាជាតិហួសហេតុចុងក្រោយបំផុតវាបានខ្លាចជាបែបនេះនៅពេលនេះប្រទេសថៃនិងសេដ្ឋកិច្ចថៃកំពុងខ្វះខាតពលករខ្មែរយ៉ាងខ្លាំងព្រោះតែមិនបានបន្តកិច្ចសន្យាឲ្យពួកគេហេតុអ្វីបានជាខ្វះខាតពលករព្រោះតែគ្រប់គ្នាខ្លាចចលនាស្នេហាជាតិនិងភាពស្អប់ខ្ពើមប្រជាជនខ្មែរអ្វីដែលខ្ញុំនិយាយនៅពេលនេះមិនមែនដើម្បីជួយប្រជាជនខ្មែរទេប៉ុន្តែគឺដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសថៃយើងព្រោះយើងត្រូវការកម្លាំងពលកម្មដោយដែលគ្រប់គ្នាដឹងស្រាប់ហើយពលករខ្មែរយល់ច្បាស់ពីវប្បធម៌មានជំនាញនិងបទពិសោធន៍ការងារនៅទីនេះរាប់សិបឆ្នាំមកហើយសុកបែរជាមិនឲ្យពួកគេធ្វើការបន្តតើយើងទៅរកពលករឯណាបង់ក្លាដេសយើងទៅចាប់ផ្ដើមសារជាថ្មីទាំងអស់ផលប៉ះពាល់ចុងក្រោយគឺធ្លាក់ទៅលើសហគ្រិនថៃនិងសេដ្ឋកិច្ចរបស់ប្រទេសថៃផ្ទាល់តែម្ដងដូច្នេះការស្រឡាញ់ជាតិក៏ដូចជាការស្រឡាញ់កូនដែរគឺត្រូវស្រឡាញ់ឲ្យចំគោលដៅនិងឲ្យត្រូវផ្លូវចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជាអ្វីដែលខ្ញុំបានដកស្រង់ចេញពីបទសម្ភាសន៍របស់លោកវរ្ម័នគេបានលើកឡើងអំពីអត្ថប្រយោជន៍របស់ពលករខ្មែរយើងនិងផលប៉ះពាល់ក្រោយស្មារតីជាតិនិយមរបស់គេហើយនេះគឺជាក្តីរំភើបនិងរីករាយមែនទែនដែលប្រជាជនខ្មែររបស់យើងគឺយើងធ្វើបានសម្រេចហើយខ្ញុំសង្ឃឹមថាបងប្អូនប្រជាជនយើងជាពិសេសគឺពលករខ្មែរយើងសូមបន្តត្រឡប់មកជួយសេដ្ឋកិច្ចជាតិយើងពីព្រោះនៅពេលដែលបងប្អូនខ្មែរត្រឡប់មកវិញនៅពេលនេះពួកគាត់កំពុងស្រែកហើយខ្វះពលករខ្វះកម្លាំងពលកម្មខ្វះកម្លាំងស្នូលដែលជួយជំរុញរុញច្រានសេដ្ឋកិច្ចរបស់ថៃយើងឃើញជាបណ្ដាហើយអ្វីដែលកាន់តែពិសេសនោះសូម្បីតែគេហៅថាតំបន់សេដ្ឋកិច្ចតំបន់ផ្សារទំនើបបន្ទូណាមដែលជាតំបន់គេហៅថាពាណិជ្ជកម្មដែលមានអាយុកាលចំណាស់បំផុតរបស់ថៃគឺកើតឡើងតាំងពីសម័យរាមាទី5គឺបានដួលរលំហើយស្ងាត់ជ្រងំដូច្នេះហើយសូមបងប្អូនខ្មែរជាទីស្រឡាញ់ចូលរួមស្មារតីពហិការទំនិញសៀមទំនិញចោលហើយងាកមកគាំទ្រទំនិញខ្មែរយើងទំនិញក្នុងស្រុកដើម្បីជួយលើកស្ទួយនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងរឹងមាំដើម្បីយើងមានកម្លាំងនិងថាមពលការពារជាតិយើងពីខ្មាំងសត្រូវដែលកំពុងតែឈ្លានពាននាងខ្ញុំនីកាសូមអរគុណ